ការ build infrastructure មួយទៅការចំណាយលុយទៅការចំណាយនេះចំណាយភ្លើងពីមួយឆ្នាំទៅមួយឆ្នាំដល់ពេលយើងចាប់ផ្ដើមមាន application យើងចាប់ផ្ដើមមាន service everything ចាប់ផ្ដើម move to cloud ជំរាបសួរប្រិយមិត្តស្វាគមន៍មកកាន់ EasyCom TikTok Story ថ្ងៃនេះយើងនឹងទៅជែកអំពីសិទ្ធិ TNA ដែលមានន័យថា Zero Trust Network Access វាគ្មិនកិត្តិយសផងយើងថ្ងៃនេះគឺគឹមហួយដែលជា Regional Sales Manager ប្រចាំនៅ Cambodia Laos and Myanmar បាទដែលតំណាងពីក្រុមហ៊ុន Wincom អរគុណមែនទែនគឹមហួយដែលបានចូលរួមនៅក្នុងកម្មវិធីចែករំលែកបាទ TikTok របស់ EasyCom ថ្ងៃនេះហើយប្រធានបទយើងដឹងហើយអំពីសិទ្ធិ TNA បាទចង់ឲ្យគឹមហួយ highlight តិចទៅកាន់ប្រិយមិត្តយើងថាតើសិទ្ធិ TNA នេះជាអីបាទអរគុណជាដំបូងខ្ញុំសូមជម្រាបសួរទៅដល់ទស្សនិកជនហើយខ្ញុំសូមអរគុណទៅដល់ក្រុមហ៊ុន EasyCom និងទាំងអស់គ្នាដែលធ្វើការរៀបចំកម្មវិធីនេះឡើងហើយខ្ញុំចង់ណែនាំខ្លួនបន្តិចសិនបាទមុនយើងឈានដល់ topic ខ្ញុំបាទឈ្មោះគឹមហុយហើយសប្តាហ៍ខ្ញុំជាអ្នក represent ឬក៏យើងអាចនិយាយបានថាជា solution consultant ឬក៏ advisor នៅក្នុងខ្ញុំបេសនៅប្រទេសកម្ពុជាយើងផ្ទាល់ហើយខ្ញុំក៏ support នៅប្រទេសឡាវនិងប្រទេសមីយ៉ាន់ម៉ាផងដែរបាទអញ្ចឹងត្រឡប់មកកាន់ topic ខ្ញុំ interesting មែនទែនទៅលើ ZTNA អញ្ចឹងបើយើងនិយាយពី ZTNA វាជាផ្នែកមួយដែល organization របស់យើងកំពុងតែធ្វើការបាទសិក្សាក៏ដូចជាធ្វើការប្រើប្រាស់ដើម្បី ensure ថានៅរាល់ client remote user ឬក៏ traffic ទាំងអស់ហ្នឹងមុនពេលដែលគាត់ access មកកាន់ on premise បាទវាត្រូវបាន secure បាទអញ្ចឹងត្រឡប់មកកាន់ ZTNA ហ្នឹងទៀតសោតក៏មានរឿងច្រើនមែនតើប៉ុន្តែខ្ញុំចង់ផ្ដោតសំខាន់មែនតើគឺត្រឡប់ទៅកាន់10ឆ្នាំមុនព្រោះមែនតើទៅខ្ញុំជាបានន័យថា background របស់ខ្ញុំគឺជាអ្នកបច្ចេកទេសផងដែរបាទអញ្ចឹងទាំងអស់គ្នាប្រហែលជាធ្លាប់ឮតិចទៅលើ VPN បាទ VPN អញ្ចឹងមុនពេលដែលយើង user របស់យើងគាត់ទៅក្រៅគាត់ទៅហាងកាហ្វេបាទដើម្បីអាចឲ្យគាត់ access មកកាន់ on premise ដែលជា application គាត់ត្រូវការប្រើ VPN បាទអញ្ចឹងនរណាក៏ចេះ VPN ដែរសូម្បីតែសប្ងៃ Gen Z របស់យើងហ្នឹងគឺគាត់ប្រើ VPN ដើម្បី access ទៅកាន់ application gaming ផ្សេងបាទប៉ុន្តែក្រោយបន្ទាប់ពី COVID យើងឃើញថារបបនៅក្នុងការធ្វើការងារគឺផ្លាស់ប្ដូរច្រើនមែនទែនបាទពីមុននាំគ្នាទៅធ្វើការនៅ office ហើយក្រោយមកទៀតយើងទាំងអស់គ្នាទៅធ្វើការហាងកាហ្វេទៀតសោតដូចជារូបរបស់ខ្ញុំអាសាទៅក្រៅបាទអញ្ចឹងcomputer របស់ខ្ញុំ mobile របស់ខ្ញុំគឺ connect គ្រប់ទីកន្លែងអញ្ចឹងត្រឡប់មកវិញ ZTNA គឺជាផ្នែកមួយដែលសំខាន់សម្រាប់ធ្វើការ secure ជាពិសេសដូចខ្ញុំជាអ្នកដែលធ្វើការ traveling បាទពីច្រើនគឺ remote អញ្ចឹងបាទហ្នឹងហើយព្រោះ computer របស់យើង connect ទៅកាន់ public wifi connect ទៅកាន់ 3G 4G អញ្ចឹងយើងអត់ដឹងថាតើ data របស់យើងទៅណាខ្លះពិសេសនៅពេលដែលយើង access ទៅកាន់ on premise បាទអរគុណច្រើនគឹមហួយដែលបានចែកម្លែកអំពីគេហៅថា background ពីមុនមកដែលយើងប្រើ VPN ផ្សេងហ្នឹងណាចង់ដឹងទៀតដោយសារតែយើងនិយាយថា VPN មកកាន់ on premise បានន័យថាជា server ឬក៏ data នៅក្នុង office ផងយើងប៉ុន្តែបច្ចុប្បន្នគេមានការ design មួយទៀតរៀងប្លែកដែរយើងហៅ hybrid ហ្នឹងមាន application ឬក៏ data មួយចំនួននៅក្នុង office តែមាន data និង application មួយចំនួនគឺហោះនៅលើ cloud តើវាមាន benefit ហើយនិង challenge អីគេខ្លះដែរបាទសំណួរនេះល្អមែនតើហើយពិសេសឆ្លោះប្រចាំងអំពីការងាររបស់ខ្ញុំផ្ទាល់បើខ្ញុំជាអាចនិយាយថាជា solution consult ហើយខ្ញុំជួបcustomer ច្រើនជាពិសេសនៅក្នុង CLM region របស់យើងនេះហើយទៀតសោតយើងក៏លេចឃើញពីមជ្ឈដ្ឋានពិសេសខ្ញុំជួប banking ខ្ញុំជួប government ខ្ញុំជួប insurance ខ្ញុំជួប telco ហើយគាត់ក៏លើកឡើងអំពីបញ្ហាទាំងអស់ហ្នឹងដែរព្រោះសប្តាហ៍ថ្ងៃយើងប្រកាសជាដឹងហើយថាការ build infrastructure មួយទៅការចំណាយលុយទៅការចំណាយមនុស្សចំណាយភ្លើងពីមួយឆ្នាំទៅមួយឆ្នាំហើយពិសេសនៅក្នុងប្រទេសរបស់យើងតាក់ទងមួយ human resource បាទយើងពិបាកក្នុងការរកមនុស្សរកអ្នកដែលបកកាយបាទរកអ្នកបកកាយហើយអ្នកដែលបកកាយដែលគាត់ចូលមកមិនប្រកាសថាពួកគាត់នៅបានយូរទេដោយសារមានក្រុមហ៊ុនផ្សេងទៀតក៏គេហៅគាត់ទៅបាទហ្នឹងហើយគឺជា challenge មួយនៅក្នុងផ្នែក management បាទ
ចឹងត្រឡប់មកកាន់ស្ថាប័នដែលគាត់កំពុងតែadopt ទៅកាន់cloud បាទ ពិសេសបើយើងក៏លេចមើលពីមុនគ្រប់យ៉ាងគឺនៅ infrastructure Yep. អញ្ចឹងបើយើងនិយាយនៅក្នុងនៃ security team គាត់ងាយមែនតើនៅក្នុងការ manage control Yep. ពួក everything នៅក្នុង infrastructure Yep. យើងមាន firewall យើងមាន endpoint security យើងមាន every solution data របស់យើង on prem ចឹងបើខ្ញុំត្រឡប់ទៅកាន់ COVID មកដល់ឥឡូវនេះទៅតាម bank ឬតាមស្ថាប័នផ្សេងៗគាត់ចាប់ដើម move ទៅកាន់ cloud ពួក cloud យើងដឹងហើយគាត់គាត់ចំណាយលុយទៅ activate លឿនហើយអត់ care ពីភ្លើងអត់ care ពីអីក៏អត់ care ពីរឿង down នេះ down time ដែរបាទប៉ុន្តែវាក៏ជាផ្នែកមួយដែលមាន pro and con បាទ pro con ហ្នឹងគឺខ្ញុំវាមានច្រើនបើយើងនិយាយអត់អស់ហើយប៉ុន្តែខ្ញុំលើកនៅចំណុច3ធំៗបាទទី1គឺពាក់ព័ន្ធជាមួយនឹង security និង gap នៃ visibility អញ្ចឹងពិសេសអ្នកដែលគាត់នៅក្នុង field នៃ security ផ្ទាល់ណាបើយើងនិយាយពី security វាមានច្រើន domain មែនតើយើងនិយាយអត់អស់ហើយបាទអញ្ចឹង security សំខាន់មែនតើនៅពេលដែលយើង adopt ទៅកាន់ cloud យើងត្រូវគិតអំពី security control គិតអំពី risk បាទខ្ញុំជឿថាមានអ្នកដែលគាត់នឹង podcast ជាមួយបងគាត់ជាគាត់ share តែតរឿងទាំងអស់ហ្នឹងហើយទី2គឺ visibility អញ្ចឹងនៅក្នុង cyber security បើសិនជាយើងអត់មាន visibility សំណួរសួរថាតើយើងធ្វើម៉េចដើម្បីអាច protect បានអត់ protect អត់បានបាទអត់បានទេសាមញ្ញថាបើយើងចង់ការពារចោលតើយើងចេះលួចដូចចោលដែរអញ្ចឹងបានយើងយល់ពីតាក់ទិចទាំងអស់ហ្នឹងអញ្ចឹងនៅក្នុង cyber security visibility សំខាន់មែនទែនអានេះគឺជាចំណុចទី1ហើយចំណុចទី2នេះខ្ញុំឃើញស្ថាប័នជាច្រើនគាត់ព្យាយាម adopt ទៅកាន់ cloud ព្រោះ in term of business គាត់អត់សូវ operate ច្រើនបាទប៉ុន្តែយើងក៏លេចមកកាន់ក្រុមបច្ចេកទេសពិសេសដូចខ្ញុំផ្ទាល់ជាអ្នក background ពីមុនមក10ឆ្នាំមុនមកភាព challenge គឺធំបំផុតគឺ operate បាទ complexity នៅពេលដែលគ្រប់យ៉ាងនៅក្នុង infrastructure sorry ស្រួលទេបាទដល់ពេលយើងចាប់ដើមមាន application យើងចាប់ដើមមាន service everything ចាប់ដើម move ទៅ cloud អញ្ចឹងយើងសាកសម័យអ្នកដែលគាត់ control ទៅលើ application ទាំងអស់ហ្នឹងសួរថាគាត់ស្រួលនៅក្នុងការ manage គាត់ត្រូវមាន tool ជាច្រើនទី1ទី2គាត់ត្រូវការ team ជាច្រើនដើម្បីមាន knowledge អញ្ចឹង data របស់គាត់ពីមុននៅ infrastructure វាហោះទៅកាន់ cloud ថកទៅមកអញ្ចឹង security team ទៀតសោកគាត់ត្រូវការពិនិត្យមើលមែនតើអញ្ចឹងគាត់ manage ទៅគឺ very complexity ហើយជាផ្សេងមួយទៀតដោយសារពេលដែលយើងហោះ application ទៅ cloud បើតាមខ្ញុំដឹងព្រោះយើង access ទៅគឺតាមរយៈ internet អញ្ចឹងយើងដែលជាអ្នក user ហ្នឹងប្រើ internet access ទៅ application ឬក៏ data តែ attacker ក៏គេអាច access តាម internet ទៅដែរនឹងឯងជាចំណុចមួយដែលយើងមានការវែកញែកគ្នាច្រើនហើយយើងមាន conception នៅក្នុងការជជែកគ្នាអញ្ចឹងខ្ញុំចង់លើកយកចំណុចទី3ដែរចំណុចហ្នឹងពាក់ព័ន្ធជាមួយនឹងgovernment and risk ព្រោះនៅក្នុង region របស់យើងនេះកាលណាយើងជជែកលើ cloud management ឬក៏ senior management គាត់ទៅ question ហើយឥឡូវពាក់ព័ន្ធមួយ cloud យើង invest ទៅវា low cost វា flexibility វា scale តើ secure អត់ព្រោះយើងដឹងហើយនៅ cloud គឺគាត់ share responsibility អញ្ចឹងក្នុងទាំងអស់ហ្នឹងហើយដែលជាចំណុចមួយខ្ញុំតែងតែលើកហើយលើកទឹកចិត្តទៅកាន់អ្នកដែលជា client ផ្ទាល់ជាពិសេស banking security ផ្សេងៗដើម្បីឲ្យគាត់ធ្វើការសិក្សាទៅលើមិនត្រឹមតែ setting អីទេបាទយើងអាចកលេចមើលដូចជា SASE សប្តាហ៍ថ្ងៃ Gartner គាត់ release គេហៅ SSE បាទតមកគេ plus SD-WAN អញ្ចឹងបានគេជជែកគ្នា full SASE ហ្នឹងហើយជាផ្នែកមួយទៀតហើយខ្ញុំជឿថានៅក្នុងប្រទេសកម្ពុជាយើងប្រទេសឡាវប្រទេសមានបានកំពុងតែ adopt ទៅកាន់technology ហ្នឹងហើយខ្ញុំចាប់អារម្មណ៍ឡើង SASE ណាខ្ញុំគិតថាពីមុនពេលដែលយើង brand access មកកាន់ head office គេ VPN រហូតដូចពីពីអញ្ចឹងប៉ុន្តែពេលក្រោយមកគេមាន SD-WAN នៅក្នុងការ connect ដើម្បីអនុញ្ញាតឲ្យ brand ហ្នឹងគឺ connect មួយគ្នាបានដោយស្រួលក្រោយមកទៀតគេមាន SASE មួយទៀតនេះគឺជាចំណុចដែលសំខាន់ដែរដើម្បី secure ទៅលើ SD-WAN solution ហ្នឹងបន្ថែមទៀតអញ្ចឹងណាបាទតែល្អមែនតើ solution មួយហ្នឹងខ្ញុំធ្លាប់ឮពាក្យគេនិយាយថាចេះ zero trust ហេតុអីបានជាបុគ្គលិកធ្វើការមួយគ្នាបានអត់ឲ្យ trust គ្នាអាហ្នឹងវាត្រូវទេអាធ្វើមួយហ្នឹងដែលគេចូលចិត្តនិយាយបាទចម្លើយហ្នឹងsorry សំណួរហ្នឹងខ្ញុំ
គាត់ថាល្អវាពាក់ព័ន្ធជាមួយ cyber security Yep ព្រោះអ្វីដែលខ្ញុំធ្វើការសប្តាហ៍ថ្ងៃពិសេសខ្ញុំ work end to end ជាមួយអតិថិជនគឺយើងជជែកគ្នាទៅលើ zero trust Yep អញ្ចឹងនៅក្នុង cyber security ពីមុនយើងគិតថាអូអ្នកដែលជាបុគ្គលិករបស់យើងត្រាស់គាត់ Yep ប៉ុន្តែអ្នកក្រៅយើងអត់ត្រាស់ទេដល់ពេលក្រោយមកទៀតយើងឃើញមាន breach បើសិនជាអ្នកដែលគាត់សារអានទស្សនាវដ្តី បាទ តាក់ទងមួយ cyber security រឿងច្រើនមែនតើសិតតែ data breach Yep អញ្ចឹងសំណួរសួរថាហេតុអីអញ្ចឹងហើយបានជាគេមាន concept zero trust បាទដែល zero trust ហ្នឹងគឺគេចាប់ផ្ដើមជាធ្វើការ adopt ដែរ បាទ zero trust វាជាផ្នែកមួយនៃ strategy បាទ វាជាផ្នែកអាចថាជា framework ក៏បានជា strategy ក៏បានអាស្រ័យទៅលើ term ឬក៏ definition ដែលអង្គស្ថាប័នមួយគាត់កំណត់ប៉ុន្តែជាក់ស្ដែងអ្វីទៅជា zero trust មានន័យថាខ្ញុំអត់ត្រាស់ចិនដែរបាទទោះបីយើងស្គាល់គ្នាមែនទេបាទព្រោះ by right គឺខ្ញុំចង់ ensure ថាយើង secure ដូចគ្នា បាទនេះហើយគឺជា concept zero trust ដោយ like នៅក្នុងnetwork ដូចគ្នា security ដូចគ្នាអញ្ចឹងហើយយើងមិនអាចត្រាស់អូគាត់ជា CEO គាត់មានសិទ្ធិ access ទៅកាន់ application គាត់មាន full permission even គាត់ជា CEO even គាត់ជា CFO even គាត់ជា head whatever យើងត្រូវ apply zero trust បាទព្រោះជា HR គាត់ឆ្លងណាបាទខ្ញុំខំ design policy មកដើម្បីឲ្យបុគ្គលិកខ្ញុំទុកចិត្តគ្នាធ្វើការគ្នាមួយគ្នាបានហេតុអីបានជាខាង team security ថាកុំធ្វើអញ្ចឹងអីយើងកុំត្រាស់គាត់អញ្ចឹងណាវាយើងឆ្លងតិចតែពិតមែនទេឲ្យ zero trust ហ្នឹងមានន័យថាយើង apply ទៅលើ network ពេលគាត់ access in access out នៅលើ data ព្រោះយើងសម័យមើល CEO ត្រូវបានគេ compromise account គាត់បាទគេយកទៅ lock ចូលទៅក្នុង finance system ណាមួយគាត់ approve loan approve ស្អីដែលជា transaction ណាបាញ់លុយជាងក្រៅអស់អញ្ចឹងមិន bankrupt បាទហ្នឹងហើយបាទបិទក្រុមហ៊ុនអញ្ចឹងទៅដូចលក្ខណៈមួយ fraud ដែរហ្នឹងហើយអូខេត្រឡប់មកវិញចង់ឲ្យជំនួយថា advice ក៏បានដែរដើម្បីអាច implement zero trust network access ហ្នឹងជោគជ័យនៅក្នុងស្ថាប័នមួយបាទចំណាយពេលខ្លីហើយមានប្រសិទ្ធភាពទៀតតើគាត់ត្រូវធ្វើអីគេខ្លះបាទសំណួរនេះខ្ញុំគិតថាมันមានអីថ្មីសម្រាប់ខ្ញុំទេព្រោះយើងជួបច្រើនហើយជា challenge របស់អ្នកដែលខ្ញុំជួបពិសេស field security គាត់ចង់ replace VPN ព្រោះយើងដឹងហើយ VPN គាត់ត្រូវ back មកកាន់ execution បានគាត់ទៅ cloud អញ្ចឹងបើនិយាយពី in term ខ្ញុំប្រើភាសាបច្ចេកទេសតិចចុះអត់តែជជែកគ្នាចូលចិត្តយកតែភាសាបច្ចេកទេសមកនិយាយបាទអញ្ចឹង latency back and forth អត់ល្អទីមួយ user experience ព្រោះនៅក្នុង cyber security យើងដឹងហើយទោះបីយើង secure ប៉ុណ្ណាក៏ដោយប៉ុន្តែបើ user របស់យើងអត់ happy វាប៉ះពាល់អារម្មណ៍ប៉ះពាល់នៅទស្សនវិជ្ជាដែលគាត់ត្រូវធ្វើការបាទអញ្ចឹងសម្រាប់យើងជា security យើងគួរសិក្សាទៅលើ ZTNA ណាមួយដែលអនុញ្ញាតមិនត្រឹមតែ secure in term of remote user របស់យើងទេទី2យើងត្រូវថាជួយពួកគាត់ឲ្យពួកគាត់ adapt ជាមួយ experience គេហៅ autonomous experience ឬក៏ជា digital experience ណាឲ្យ user របស់យើងទៅធ្វើការណាក៏បានបាក់ laptop មក connect ឲ្យគាត់ secure ទៀតបាទព្រោះ user concept របស់គាត់ខ្ញុំធ្វើម៉េចការងារខ្ញុំហើយ security ខ្ញុំអត់ care ឲ្យតែការងារខ្ញុំហើយប៉ុន្តែបើយើង enforce policy ខ្លាំងពេកគាត់ចាប់ដើម complain ចាប់ដើម set អញ្ចឹងការសិក្សា ZTNA គឺផ្ដល់សំខាន់គឺចំនួន3ទី1នៅក្នុង security ensure ថាគាត់ទៅណាយើងអាច apply consistent policy គ្រប់ device បាទឬក៏គ្រប់ network ដែលគាត់ connect ទី2គឺយើង provide ជា digital experience ហើយទី3សម្រាប់ក្រុមបច្ចេកទេសពួកខ្ញុំ background អ្នកបច្ចេកទេសដែរអញ្ចឹងនៅពេលដែល user មានបញ្ហា user ប្រកាសជា call ហើយ IT complain បាទពីច្រើនអញ្ចឹង ZTNA ហ្នឹងអាចជួយខ្ញុំនិយាយថាវាមាន feature ណាមួយឬក៏វាជាផ្នែកណាមួយដែលអាច helping ឲ្យក្រុមបច្ចេកទេសអាចងាយនៅក្នុងការ troubleshoot អូខេបាទអញ្ចឹងទាំងអស់ហ្នឹងហើយនៅពេលដែលគាត់សិក្សាទៅគាត់មូលមតិជា requirement មួយហើយគាត់ចាប់ដើមមើលលើ costing គាត់ចាប់ដើមមើលទៅលើ branding អីផ្សេងៗហើយ
កុំមើលតែ costing ខ្ញុំ បាទ គិតថា security បើយើងមើលតាម costing វាជារឿងមួយហើយរឿងល្អហើយ ចា៎ សម្រាប់ support company របស់យើងប៉ុន្តែ in term of security ក៏យើងមើលតាមនេះ តែ ដ ពិត ែរ អា បាទ costing ហ្នឹងវាមើលហើយគ្រាន់តែយើង tailor វា បា តើ ទបាទ ពេលដែលយើង priority ទៅលើការធ្វើ implementation ហ្នឹងនៅក្នុងកម្រិតណាដែលស្ថា បា ប័ន ទ យើងអាច accept ហើយ budget ដែលត្រូវចាយហ្នឹងក្នុងកម្រិតណាដែរ បា មិនមែនយើង ទ នឹកឃើញថាត្រូវចាយ 3 លាន 5 លាន ចាយតាមតែចិត្ត ប៉ុន្តែដល់ពេលស្ថាប័នយើងអត់មានតម្រូវការដូចអ្វីដែលយើងត្រូវ plan នៅក្នុងការ បាទ ចាយ ហ្នឹ អ ង ញ្ចឹង ហើយ ណា អូខេ ហ្នឹងហើយ អរគុណច្រើន គឹម ហួយ ទាក់ទងជាមួយនឹងការចែករំលែកទៅលើប្រធានបទ Sathya នេះផងយើង ហើយ ចង់ recap តិចដែរ បា គឺ ទ ដើម្បី implement ឲ្យបានជោគជ័យ គឺយើងត្រូវយល់អំពី environment ផងយើង បា យើង ទ ត្រូវដឹងថាតើការ implementation ហ្នឹង priority មួយណា ហើយ user ដែលយើង implement Zero Trust មិនមែនមានន័យថា block គាត់ទេ បា គ្រាន់ ទ តែថាយើង ការពារនៅក្នុងការបែកធ្លាយទិន្នន័យរបស់ ស្ថាប័ន ផងយើង បា អញ្ ទ ចឹងណា អូខេ អញ្ចឹង អរគុណច្រើនមែនទែន គឹម ហួយ ថ្ងៃនេះ ហើយសង្ឃឹមថា វីដេអូនេះបានជាប្រយោជន៍ សម្រាប់បងប្អូន ហើយ ចង់ highlight ដែរ ទាក់ទងជាមួយនឹងក្រុមហ៊ុន EasyCom យើងក៏មាន consultant ក៏ដូចជា provide ទាក់ទងជាមួយនឹង Sathya solution ទៅកាន់ enterprise customer ផង បា យើង ទ ដែរ ប្រហែលជាត្រូវការពឹងពាក់ គឹម ហួយ នៅក្នុងការជួយ បា consult នេះ ទ គ្នាផងដែរ បាទ អូខេ អញ្ចឹង ខ្ញុំនិង គឹម ហួយ យើងមាន ប៉ុណ្ណឹងក្នុងការចែករំលែក ហើយសង្ឃឹមថាបងប្អូនរង់ចាំ បាទ ទស្សនាជាមួយនឹង episode ក្រោយៗទៀត ដោយសារយើងនឹងមានវាគ្មិនដែលមានបទពិសោធន៍ ជាពិសេសគឺនៅវិស័យឯកជនហ្នឹង បាទ ដែលយើងនឹងទៅជែកអំពីប្រធានបទទាក់ទងនឹង Cyber Security ក៏ដូចជា Cloud Solution អញ្ចឹងថ្ងៃនេះខ្ញុំ ពីរនាក់ គឹម ហួយ សូមអរគុណ សូម ជម្រាបលា បាទ